តសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនាំអ្នកទាំងអស់គ្នាទៅស្គាល់ប្រទេសមួយនៅអាស៊ីខាងកើតដែលមានការអនុវត្តជឿនលឿននិងមានឥទ្ធិពលវប្បធម៌លើពិភពលោកយ៉ាងខ្លាំងនោះគឺប្រទេសកូរ៉េខាងត្បូងកូរ៉េខាងត្បូងមិនត្រឹមតែមានបច្ចេកវិទ្យាទំនើបនិងសេដ្ឋកិច្ចរឹងមាំប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានប្រវត្តិសាស្ត្រយូរអង្វែងវប្បធម៌ចម្រុះនិងប្រជាជនមានវិន័យខ្ពស់ផងដែរកូរ៉េខាងត្បូងសន្តិដ្ឋនៅលើឧបទ្វីបកូរ៉េជាប់ក្នុងប្រទល់ជាមួយកូរ៉េខាងជើងរដ្ឋធានីរបស់ប្រទេសនេះគឺទីក្រុងសេអ៊ូលដែលជាទីក្រុងធំសម្បូរទៅដោយអគារខ្ពស់បច្ចេកវិទ្យាទំនើបនិងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌និងការអប់រំប្រទេសនេះមានភ្នំច្រើនមានរដូវ4ច្បាស់លាស់គឺនីតិធរដូវក្តៅស្លឹកឈើជ្រុះនិងរដូវរងាប្រវត្តិសាស្ត្រកូរ៉េខាងត្បូងមានអាយុកាលរាប់ពាន់ឆ្នាំចាប់ពីអាណាចក្របុរាណដូចជាកូកូយ៉ូបាជេនិងសេឡាក្រោយមកប្រទេសកូរ៉េធ្លាប់សន្ធិដ្ឋក្រោមការគ្រប់គ្រងរបស់ជប៉ុនហើយបន្ទាប់ពីសង្គ្រាមលោកលើកទី2ប្រទេសត្រូវបានបែងចែកជាពីរគឺកូរ៉េខាងជើងនិងកូរ៉េខាងត្បូងក្រោយសង្គ្រាមកូរ៉េប្រទេសនេះធ្លាប់ជាប្រទេសក្រីក្រប៉ុន្តែដោយការខិតខំនិងគោលនយោបាយត្រឹមត្រូវកូរ៉េខាងត្បូងបានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សក្លាយជាប្រទេសឧស្សាហកម្មធំមួយនៅលើពិភពលោកសេដ្ឋកិច្ចកូរ៉េខាងត្បូងមានភាពរឹងមាំខ្លាំងដែលមានក្រុមហ៊ុនធំៗល្បីលើពិភពលោកដូចជា Samsung, Hyundai ហើយនិង LG ប្រទេសនេះល្បីខាងបច្ចេកវិទ្យា Digital ទូរស័ព្ទឆ្លាតវៃរថយន្តអេឡិចត្រូនិកនិងឧស្សាហកម្មនាវាប្រជាជនកូរ៉េខាងត្បូងមានវិន័យខ្ពស់ក្នុងការងារខិតខំរៀនសូត្រនិងឧស្សាហ៍ធ្វើការជាក្រុមដែលជាគន្លឹះសំខាន់នៃភាពជោគជ័យសេដ្ឋកិច្ចវប្បធម៌កូរ៉េខាងត្បូងមានការរួមបញ្ចូលរវាងបុរាណនិងទំនើបសំនៀងបំពាក់ប្រពៃណីហៅថា Hanbok ត្រូវបានពាក់នៅក្នុងពិធីបុណ្យនិងឱកាសពិសេសបច្ចុប្បន្នកូរ៉េខាងត្បូងមានឥទ្ធិពលវប្បធម៌ខ្លាំងលើពិភពលោកតាមរយៈ K-pop, K-drama និង K-movie តន្ត្រីនិងភាពយន្តកូរ៉េធ្វើឲ្យយុវជនជាច្រើននៅប្រទេសផ្សេងៗចាប់អារម្មណ៍និងសិក្សាភាសាកូរ៉េអាហារកូរ៉េមានរសជាតិខ្លាំងឆ្ងាញ់និងមានសុខភាពល្អម្ហូបល្បីៗមានដូចជា Kimchi, Bibimbapបូកូរីប្រជាជនក្នុងត្បូងគោរពមនុស្សវ័យចំណាស់ណាស់ការនិយាយនិងការគោរពមានសារៈសំខាន់ខ្លាំងក្នុងជីវិតប្រចាំថ្ងៃសរុបមកកូរ៉េក្នុងត្បូងជាប្រទេសដែលអាចធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលពីការអភិវឌ្ឍយ៉ាងឆាប់រហ័សពីប្រទេសក្រីក្រក្លាយជាប្រទេសជឿនលឿនប្រវត្តិសាស្ត្រវប្បធម៌សេដ្ឋកិច្ចនិងបច្ចេកវិទ្យារបស់កូរ៉េក្នុងត្បូងជាឧបករណ៍ល្អសម្រាប់ប្រទេសជាច្រើនក្នុងការរៀនសូត្រនិងអនុវត្តតាមសូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់បើសិនជាបងប្អូនចូលចិត្តនៅវីដេអូនេះសូមជួយចុច like share ហើយនិង comment យើងនឹងមានវីដេអូក្រោយៗបន្តទៅទៀតសូមអរគុណ